ខេបាទសួស្តីពុកម៉ែបងប្អូនម៉ែសួស្តីពុកម៉ែបងប្អូនជនរួមជាតិដូចជាជនរួមជាតិនៅកម្ពុជាទាំងអស់បាទសម្រាប់បងប្អូនរស់នៅក្រៅប្រទេសក្តីក៏ដូចជានៅក្នុងប្រទេសក្តីបាទសូមនិយាយថានេះទស្សនភាពនៅខ្មែរជាធម្មជាតិផ្ទាល់តែម្ដងឥឡូវយើងទោះបីជាគ្មានអន្តរជាតិផ្ដល់ជំនួយឲ្យក៏ដោយយើងនៅតែរីកចម្រើនអ្វីៗយើងមានទាំងអស់ប៉ុន្តែសំខាន់យើងចេះឲ្យតម្លៃគ្នាបាទកុំមើលឆាវណាក្លោបពេកនេះជារូបភាពថ្ងៃលិចបាទនេះផ្កានេះផ្កាបាទស្ទិចអស្គាល់ផ្កាHello, 안녕하세요. konnichiwa.